ួរនៅទាំងអស់គ្នាចឹងថ្ងៃនេះលោកគ្រូលើកយកតកតងទៅនឹងការប្រើប្រាស់របស់នាមបាទមានណាគឺតកតងទៅនឹងការប្រើប្រាស់របស់នាមនៅក្នុងប្រយោគបាទដែលពិសាថា noun បាទអញ្ចឹងការប្រើប្រាស់របស់ noun នៅក្នុងប្រយោគហ្នឹងមានច្រើនបាទ function of noun តួនាទីរបស់ noun មានច្រើនថ្ងៃនេះយើងចូលដល់ចំណុចទី6គឺ a noun is used in a position of noun បាទមានថាបាទនេះ noun is used in a position of noun បាទមានន័យថាគឺ noun នាមហ្នឹងគឺត្រូវបានគេប្រើប្រាស់បាទធ្វើជា opposition បាទអ្វីទៅជា opposition បាទ opposition ហ្នឹងគឺជាពាក្យបច្ចេកទេសគឺជា term មួយដែលគេប្រើប្រាស់នៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសរបស់យើងបាទអញ្ចឹងចង់ដឹងថាតើ opposition of noun ហ្នឹងមានលក្ខណៈយ៉ាងម៉េចនោះបាទសូមយើងតាមដានដោយខាងក្រោមផងគ្នាបាទអញ្ចឹងទី1នៅក្នុងការដែល noun ដើរតួនាទីជា opposition ហ្នឹងគឺមាន2ចំណុចដែលត្រូវដឹងទី1តកតងជាមួយនឹង subjective opposition of noun បាទអញ្ចឹងនេះជាចំណុចទី1តកតងនឹង subjective បាទតើ subjective opposition of noun ហ្នឹងមានលក្ខណៈបែបណាហើយគេសរសេរនៅក្នុងប្រយោគបែបណាបាទអញ្ចឹងយើងមើលគេថា subjective opposition បាទអ្វីជា subjective opposition ហ្នឹងបាទវា modifies the subject of the sentence អូខេអញ្ចឹង subjective opposition ហ្នឹងគឺវាធ្វើការងារគឺជាលក្ខណៈ modify ទៅឲ្យ subject នៅក្នុងប្រយោគបាទ modify ហ្នឹងគឺរៀបរាប់បញ្ជាក់អត្ថន័យទៅឲ្យប្រធាននៅក្នុងប្រយោគបាទអញ្ចឹងយើងស្គាល់ហើយ subjective opposition ហ្នឹងគឺសំដៅទៅលើវាបញ្ជាក់អត្ថន័យទៅឲ្យប្រធាននៅក្នុងប្រយោគបញ្ជាក់យ៉ាងម៉េចបាទចាំមើលណា therefore it is directly placed after the subject ដូច្នេះវាត្រូវបានគេដាក់ដោយផ្ទាល់បាទដោយជាប់ទៅនឹងប្រធានតែម្ដងមានដាក់ប្រធានមកយើងត្រូវដាក់ noun មួយបាទ noun ហ្នឹងគឺជា subjective opposition ដោយសារអីដោយសារវា modify ឬក៏បញ្ជាក់អត្ថន័យទៅឲ្យប្រធានខាងមុខឯងអញ្ចឹងយើងអាចដឹងបានថា opposition ហ្នឹងគឺជាពាក្យតែគេប្រើដើម្បីគេគឺដើម្បីបញ្ជាក់ន័យឬក៏ពិពណ៌នាទៅឲ្យនាមណាមួយនោះបាទណាបើគេឲ្យឈ្មោះថាជា opposition of noun វាផ្ដល់នៅពណ៌មានបន្ថែមឬក៏បញ្ជាក់អត្ថន័យទៅឲ្យ noun ហ្នឹងឯងនៅក្នុងប្រយោគបាទប៉ុន្តែបើសិនជានាមហ្នឹងបញ្ជាក់អត្ថន័យឬក៏រៀបរាប់ទៅឲ្យប្រធានគេឲ្យឈ្មោះថាជា subjective opposition បាទឥឡូវយើងមើលឧទាហរណ៍របស់យើងគេថា Cambodia បាទក្នុងការសរសេរនេះយើងអាចដាក់ comma មួយចេះណាបាទ comma មួយ Cambodia my homeland comma មកទៀតមក is a land of peace អញ្ចឹងនេះពាក្យនេះពាក្យ my homeland ហ្នឹងគឺជា subjective opposition ហេតុអីបានយើងថាជា subjective opposition ដោយសារតែពាក្យវាហ្នឹងគឺវាពិពណ៌នាទៅឲ្យប្រធានរបស់យើងនៅក្នុងប្រយោគអញ្ចឹងប្រយោគធម្មតាមានប្រធានរបស់វាគឺពាក្យ Cambodia បាទជា subject នេះឯងណាCambodia អញ្ចឹង Cambodia និង my country នេះគឺ my country ជាពណ៌មានបន្ថែមឬថាជារបស់តែមួយបាទតែមួយគ្នាទេបាទអញ្ចឹងយើងដាក់មាន comma មកបាទ is a land of peace បាទអូខេហើយពេលខ្លះយើងសរសេរក៏មិនប្រើ comma ដែរចាំលោកគ្រូបង្ហាញនៅខាងក្រោមពេលប៉ុន្តែនេះឲ្យយើងយល់សិនថាស្អីទៅជា opposition ស្អីទៅជា subjective opposition of noun នោះបាទអញ្ចឹងយើងដឹងហើយគឺ opposition ហ្នឹងគឺជាពាក្យមួយបាទដែលគេផ្ដល់នៅពណ៌បន្ថែមឬក៏បញ្ជាក់អត្ថន័យទៅឲ្យពាក្យណាមួយនោះបាទបើវាបញ្ជាក់អត្ថន័យឬផ្ដល់ពណ៌បន្ថែមទៅឲ្យនាមឲ្យ subject នៅក្នុងប្រយោគវាគឺជា subjective complement ដូចឧទាហរណ៍ថា Cambodia my homeland is a land of peace ដែរបាទ
ឧទាហរណ៍ទី2 the most beautiful temple Angkor Wat is located in Cambodia បាទអញ្ចឹងពី Angkor Wat ក៏អញ្ចឹងដែរបាទ Angkor Wat បាទក្នុងប្រយោគនេះយើងអាចសេចេះក៏បានដែរយើងអាចដាក់ Angkor Wat ចេះវិញមកហើយយើងដាក់ Khama ចេះវិញមកយើងដាក់ the most beautiful temple ណាខាងក្រោយនេះវិញបាទចេះក៏បានដែរយើងអាចដាក់អញ្ចឹងថា Angkor Wat the most beautiful temple located in Cambodia ឃើញទេបើអញ្ចឹងបើយើងសេអញ្ចឹងមានថា the most beautiful temple នេះអានេះគឺជា substitute of position of noun វិញហេតុអីដោយសារតែវាបញ្ជាក់អត្ថន័យទៅឲ្យ subject របស់យើងនៅក្នុងប្រយោគ subject របស់យើងគឺ Angkor Wat Angkor Wat នេះឯងណា Angkor Wat បាទហើយនេះមាន Khama ណាមាន Khama អញ្ចឹងយើងបន្តទៀតបាទតើតើជាមួយនឹង substitute បាទ substitute opposition of noun ហ្នឹងមានលក្ខណៈបែបហ្នឹងហើយនៅក្នុង substitute ហ្នឹងវាមានពីរប្រភេទបាទពីរប្រភេទនេះចូលដល់ចំណុចនេះហើយទៅពេលខ្លះយើងសរសេរដោយប្រើ comma ពេលខ្លះយើងមិនប្រើ comma ទេបាទអញ្ចឹងយើងមានពីរប្រភេទណា two key types of oppositives បាទ oppositive ឬក៏ opposition ដូចនេះទេបាទអញ្ចឹងគឺមានប្រភេទសំខាន់ពីរនៃ oppositive នឹងឯងបាទអញ្ចឹងយើងមើលប្រភេទហ្នឹងមានថាមួយប្រើ comma មួយមិនប្រើ comma ដែលមិនប្រើ comma ហ្នឹងគេឲ្យឈ្មោះថា essential ដែលប្រើប្រាស់ comma ហ្នឹងគេឲ្យឈ្មោះថា non essential ឥឡូវយើងអាន clear ទាំងអស់គ្នាមកវាថា understanding punctuation បាទ punctuation ហ្នឹងគឺសំដៅទៅលើវណ្ណយុត្តិទៅលើ comma ហ្នឹងឯងណាអញ្ចឹងការយល់ដឹងអំពី punctuation បាទវណ្ណយុត្តិឬ comma ហ្នឹង with a positive បាទជាមួយនឹង a positive បាទស្អីទៅជាពាក្យបច្ចេកទេសដែលយើងត្រូវដឹងកាលណាយើងនិយាយពី punctuation យើងដឹងហ្មងណាយើងដឹងទៅ punctuation គឺប្រើប្រាស់សញ្ញាវណ្ណយុត្តិទាំងអស់នៅក្នុងភាសាអង់គ្លេសប៉ុន្តែ punctuation ទីនេះគឺសំដៅទៅលើ comma ហើយ oppositive ដែលជាងហ្នឹងគឺយើងអ្នកដល់ព័ត៌មានបន្ថែមឬក៏បញ្យល់បន្ថែមឬក៏បញ្ជាក់ន័យបាទអញ្ចឹងក្នុងការយល់ដឹងទៅលើ punctuation ទៅលើដូចជាមួយនឹង apostille គឺវាពឹងផ្អែកទៅលើ whether depends on ពឹងផ្អែកទៅលើថាតើ whether យើងមកថាតើព័ត៌មានបន្ថែម extra information ណាពីព័ត៌មានបន្ថែមគឺវា essential វាសំខាន់ឬក៏ non essential ឬក៏មិនសំខាន់អញ្ចឹងព័ត៌មានព័ត៌មានបន្ថែមហ្នឹងគឺសំដៅទៅលើ positive ហ្នឹង positive ដែលវាពណ៌នេះទៅឲ្យ subject របស់យើងហ្នឹងវាសំខាន់ឬក៏មិនសំខាន់នៅក្នុងប្រយោគហ្នឹងបើវាសំខាន់យើងសរសេរដោយមិនប្រើដោយ comma ទេបើសំខាន់យើងប្រើ comma ឥឡូវយើងមើលទី1ដែលតាក់ទងទៅនឹងវាមិនសំខាន់ណាគឺមិនសំខាន់យើងប្រើ comma នេះមិនសំខាន់គេឲ្យឈ្មោះថា non restrictive ឬក៏ non essential បាទឈ្មោះនេះគាត់ឈ្មោះទេឈ្មោះទេនេះពួកពាក្យបច្ចេកទេសបាទ non restrictive ឬអ្នកខ្លះគេអានថា non essential បាទវាមិនតឹងវាថា restrictive តឹងរឹងវាមិនតឹងរឹងវាមិនសំខាន់ទេអញ្ចឹងគឺទាមទារឲ្យយើងប្រើនៅ comma នៅក្នុងប្រយោគហ្នឹងយើងដាក់ comma មកបាទដាក់យ៉ាងម៉េចឥឡូវយើងមើលឧទាហរណ៍ប្រសិនបើយើងអាចលុបចេញនៅ remove បាទ remove មានណាយើងយកវាចេញបាទបើសិនជាយើង remove យកវាចេញនៅ position នេះគឺក៏វាអត់មានផ្លាស់ប្ដូរបាទ without changing the core meaning បាទ core meaning ហ្នឹងនៃ snore របស់វាអញ្ចឹងទោះយើងដកposition ចេញទៅដោយបាទដកព័ត៌មានបន្ថែម extra information ហ្នឹងចេញទៅក៏វាអត់មានធ្វើឲ្យការផ្លាស់ប្ដូរអត្ថន័យដើមរបស់វាបានដែរបាទនៃ snore របស់ក្នុងប្រយោគហ្នឹងក៏វាអត់ផ្លាស់ប្ដូរបានដែរអញ្ចឹងទៅយើងត្រូវប្រើ comma បាទផុត comma ឧទាហរណ៍ថា Mr. Sok
a high school teacher loves reading histories ចឹងយើងដឹងអានេះគឺជា a positive បាទ we people នេះវា give extra information ឲ្យ subject របស់យើង Mr. Sub ចឹងឧទាហរណ៍ថាឥឡូវក្នុងប្រយោគហ្នឹងយើងដកចេញយើងដក high school នេះ removing បាទយើងដក remove យើងដកចេញទៅយើងដកចេញទៅបាទអញ្ចឹងវានៅសល់តែ Mr. Sub loves reading history តើ clear ហ្នឹងយើងស្ដាប់បានទេបាទនៅតែដកចេញទៅវាអត់ធ្វើឲ្យមានការផ្លាស់ប្ដូរនៅអត្ថន័យទាំងមូលនឹងទេណាអញ្ចឹងមានថាប្រយោគបែបហ្នឹងគឺយើងសរសេរយើងទៅប្រើ comma extra information មួយយើងហ្នឹងគឺទៅប្រើ comma ហ្នឹងវា it still make complete sense បាទ complete sense ហ្នឹងមានន័យគឺមានន័យពេញលេញឃើញទេគឺ complete sense ហ្នឹងគឺមានន័យគឺមានន័យពេញលេញដកអាហ្នឹងចេញគឺនៅតែមានន័យពេញលេញឧទាហរណ៍ខាងលើចឹងដែរបើដក my homeland ចេញក៏នៅតែមិនផ្លាស់ប្ដូរនៅ snow របស់វាដែរគឺនៅតែប្រយោគនឹងស្ដាប់បានអានេះគ្នាដែរដកចេញក៏នៅតែស្ដាប់បានណាបាទអញ្ចឹងអាហ្នឹងហើយគេហៅថា extra information ហ្នឹងហើយគឺវាជា non restrictive វាមិនចាំបាច់ទីអាចដាក់អាចដកវាចេញបានសូត្រតែដាក់មកធ្វើអីគឺដាក់គាត់ទៅជាផ្ដល់ព័ត៌មានបន្ថែមឲ្យស៊ីជម្រៅបន្ថែមទៀតបាទអាហ្នឹងគឺពោះទី1គឺអញ្ចឹងណាទី2ទៅនឹង restrictive ឬក៏ essential គឺ no comma បាទឃើញទេបើសិនជាវា appositive subjective apposition របស់យើងវាពិតជាមានសារៈសំខាន់ណាស់នៅក្នុងប្រយោគហ្នឹងយើងមិនចាំបាច់ប្រើ comma ទេបាទ no comma use ប្រើទេអញ្ចឹងនេះគេដាក់បញ្យល់ប្រាប់យើង if the appositive is necessary to identify which specific person or thing you are talking about do not use comma គេថា present បាទណា is present បាទ appositive របស់យើងនេះappositive របស់យើងនេះបាទគឺវាចាំបាច់ដើម្បីបញ្ជាក់ន័យបាទបញ្ជាក់ន័យ which specific person identify ណាបង្ហាញអត្តសញ្ញាណណាបង្ហាញជាក់ស្ដែងថាតើមនុស្សមួយណាជាក់លាក់មួយណាណាឬក៏របស់មួយណាដែលអ្នកកំពុងតែនិយាយហ្នឹងបាទអញ្ចឹងយើងមិនប្រើ comma ទេអញ្ចឹងមានន័យថាបើសិនជា appositive របស់យើងហ្នឹងយើងចង់បញ្ជាក់ប្រាប់ថាជាក់លាក់លើមនុស្សណាមួយបាទហើយវាយើងមិនប្រើ comma ទេឥឡូវយើងមើលthe poet Sokha wrote beautiful letters ចឹងយើងមើលនៅក្នុងហ្នឹងបើសិនថា without Sokha បើសិនជាយើង remove ពាក្យ Sokha ចេញប្រយោគហ្នឹងវានឹងคล้ายទៅជា the poets នេះប្រយោគនឹងคล้ายជា the poets wrote beautiful letter ឃើញទេតើវាផ្លាស់ប្ដូរអត្ថន័យដើមមកវាបាទអញ្ចឹងបើអានទៅគេនឹងឆ្ងល់ហើយគេអាចនឹងឆ្ងល់អ្នកនិពន្ធឈ្មោះអីគេសេបានស្អាតមែនណាបាទឃើញទេនិយាយថាអ្នកនិពន្ធសរសេរអក្សរបានស្អាតណាអញ្ចឹងព័ត៌មានប៉ុណ្ណឹងវាអាចធ្វើឲ្យអ្នកអានទៅជុំពីណាគេសរសេរហ្នឹងឃើញទេបាទអញ្ចឹងយើងដែរហ្នឹងគឺយើងទៅដាក់ appositive គឺយើងទៅដាក់ appositive ដើម្បីអីដើម្បីឲ្យយើងផ្ដល់ព័ត៌មានទៅលើបន្ថែមទៀតហើយវាសំខាន់ដកចេញគេនឹងសួររកមកបើដូចឥឡូវនេះគេដកចេញក៏គេមិនសួររកគេដឹងថាពីណាអញ្ចឹងទៅបាទអាហ្នឹងមានន័យអញ្ចឹងសង្ឃឹមថាយល់ណាបងប្អូនណាបាទ